mà đây cứ IP server và thầy tỏ nó vậy thìយើងត្រូវធ្វើគឺទី1 install បាយដែលបាយនេះគឺជា software សម្រាប់ធ្វើឲ្យ install នៅលើ Linux ទៅឲ្យ Linux របស់យើងខ្លាយទៅជា DNS server មួយបាទហើយយើងដឹងថា DNS server មានតួនាទីសម្រាប់ធ្វើអីបាទអញ្ចឹងជំហានវីដេអូនេះដំបូងគឺយើងត្រូវ install បាយចូលសិនបាទអញ្ចឹងយើងអាចប្រើវិធីទៅតាមរយៈនេះ complete 6ចំណុចរបស់យើងកាលពីលើកមុនយើងរំលឹកឡើងវិញតិចគឺចំណុចទី1គឺនិយាយពីគេរបៀបនៃការបាទដូចជា disable IP table បាទ disable C Linux មែនទេអាទិត្យមុនយើងបានធ្វើវាបាទបន្តមកទៀត set IP address ឲ្យទៅ server បាទហើយទី4គឺអីគេបាទ set host name បាទ host name ឲ្យ Linux របស់យើងទី5គឺ result name បាទ set result name ដែល result name result config ហ្នឹងគឺជា result name name server ដែលវានៅក្នុងទីតាំង root etc result បាទដល់ config ដែល result ដល់ config នេះគឺមានតួនាទីដូចជា DNS អញ្ចឹងគឺយើងដាក់ DNS server របស់យើងនៅក្នុងនោះហើយកាលពីអាទិត្យមុននោះគឺយើងដាក់ name server របស់យើងគឺនៅក្នុងបាទដាក់នៅក្នុង result name server នោះគឺជា IP address របស់ server ព្រោះទីទៀតទៅ server របស់យើងនឹង install DNS ចូលចំណុចទី6គឺប្រើ VMware bridge នឹងខ្លាចសេអត់ត្រូវបាទត្រូវបាទ VMware bridge នេះគឺមានតួនាទីសំខាន់ពីរដែលយើងប្រើនោះគឺទី1 share internet ចូលទៅក្នុង VMware network ដែលយើងបានប្រើជាមួយនឹង Microsoft Web Adapter នោះបាទហើយគោលបំណងទី2យើងធ្វើ bridge នេះគឺយើងអាច access ពី real host របស់យើងចូលទៅក្នុង VMware server បានដោយប្រើប្រាស់ program remote មួយចំនួនបើឡើងនេះគឺយើងប្រើវិធីនេះបាទអញ្ចឹងយើងចាប់ដើម remote ចូលសាមើលហើយយើងត្រឡប់មកកាន់មេរៀនរបស់យើងនោះទាក់ទងទៅនឹងរឿង install បាទអញ្ចឹងយើង install បាទអញ្ចឹងនៅពេលដែលយើងចង់ install បានគឺយើងចូលទៅកាន់ path របស់ CD-ROM ដែលយើងបាន attach ជាមួយនឹង ISO រួចហើយបាទ login សិនបាទ password បាទនេះ install បាននៅក្នុងមេរៀនខាងមុនរបស់យើងក៏មានរបៀបនៃការ install ដែរអញ្ចឹងយើងអត់មានបញ្ហាទេ CD បាទអញ្ចឹងយើងបន្តមកយើងចូល package នេះបាទយើងចូល package នេះយើងវាយ CD package បាទហើយអញ្ចឹងយើងចាប់ដើមលីមកបណ្ដា package ច្រើនពេកអញ្ចឹងយើងអាចលីបានទេអញ្ចឹងយើងប្រើយើងអាចមើលបានទេអញ្ចឹងយើងប្រើ list មើលតាម package ដែលយើងចង់មើលបានយើង install បាទអញ្ចឹងនៅពេលនេះគឺយើងបាន package មួយចំនួនដែល link ប៉ុន្តែយើង link យកតែ package ដែលជាប់តាក់ទងជាមួយនឹងបានទេបាទអញ្ចឹងនេះគឺ package ដែលយើងត្រូវ install ដំបូងសម្រាប់ខ្លាយទៅជា DNS និង primary DNS របស់យើងក្រៅពីហ្នឹងយើងនៅមាន package មួយចំនួនទៀតដែលមានតួនាទីសម្រាប់ជួយ feature ផ្សេងៗបាទអញ្ចឹងយើងសាកដំណាក់កាលនេះគឺយើងចាប់បាន install អញ្ចឹងយើងប្រើ command មួយឈ្មោះថា rpm IVS បាទបន្តមកយើងប្រើ package បានបាទឈ្មោះបាននេះហើយយើងចាប់ដើម install ចូលនឹងចាប់ដើម install ចូលបាទអញ្ចឹងយើង install បានសម្រាប់ហើយបាទអញ្ចឹងទៅពេលយើង install បានសម្រាប់យើងអាចប្រើ command មួយទៀតគឺ rpm.qa បាទមានទេ
và chân command mới cứ xua thả tá package rồi bỏ để cho tại tôi chúng mình một bài nó từ bàn sau trong không lại mới đây hai đứa này chân một sân chỉ háo chân dương ai chụp chơi ấy chân dương cho đã về ní cứ video ní xong chọc trong nó cứ tại tôi trong năng khai store mà dương store chào sẵn xử lý người dương toàn start qua phần video điện đấy người dương toàn video này và chân người dương thầm nhận sẵn và thầm nhận sẵn